លោកហ្វីយ៉ាងកងអាយុ31ឆ្នាំរស់នៅភូមិខាងកើតខេត្តសាន់ដុងប្រទេសចិនបានបង្កើតរថពាសដែកមួយគ្រឿងពីសំណល់ដែកអេតចាយដោយចំណាយលុយអស់រាប់ពាន់ដុល្លាររហូតទទួលបានជោគជ័យលោកស៊ីដែលធ្លាប់បម្រើការងារក្នុងជួរកងទ័ពអស់រយៈពេល5ឆ្នាំបានចាប់យកអាជីពជាជាងម៉ាហ្វីនព្រោះវាជាចំណូលចិត្តរបស់គាត់លោកមានគំនិតច្នៃប្រឌិតចង់បង្កើតរថពាសដែកសម្រាប់ប្រើផ្ទាល់ខ្លួនរយៈពេល2ឆ្នាំមកហើយថែមទាំងបានធ្វើការស្រាវជ្រាវនិងគូសប្លង់ទុកទៀតផងក្រោយមកគាត់បានចាប់ផ្ដើមដើររកទិញសម្បកនិងគ្រឿងបន្លាស់រថយន្តអេតចាយដែលខូចដើម្បីយកមកជួសជុលបន្ថែមដោយចំណាយពេលរហូតដល់ទៅ7ខែនិងចំណាយប្រាក់អស់ប្រហែលជា$4,400សហរដ្ឋអាមេរិកទម្រាំអាចយកវាមកផ្គុំចេញជារូបរាងរថក្រោះក្នុងក្តីស្រមៃនេះបានអ្វីដែលពិសេសគឺលោកហ្វីអាចទទួលបានចំណូលពីវាត្រឡប់មកវិញទៀតផងដោយលោកបានជួលរថពាសដែកនោះឲ្យភ្ញៀវទេសចរក្នុងតំបន់ជិះលេងកម្សាន្តនិងថែមទាំងបានជួលឲ្យក្រុមហ៊ុនផលិតខ្សែភាពយន្តយកទៅថតរឿងទៀតផងបើគិតមកទល់ពេលនេះគាត់ទទួលបានចំណូលប្រហែលជា$1,470ហើយក្នុងរយៈពេល2ឆ្នាំចុងក្រោយ